នេះជាវីដេអូដែលខ្ញុំធ្វើការតេស្តទៅលើទឹកស្អំហើយនឹងប្រេងប្រាំងនៅលើឡានរបស់ខ្ញុំដោយសារតែខ្ញុំបានតេស្តវាមួយឆ្នាំមុនពេលដែលខ្ញុំទិញឡានហ្នឹងមកឥឡូវវាផុតមួយឆ្នាំហើយអញ្ចឹងខ្ញុំនឹងធ្វើការតេស្តម្ដងទៀតគេអញ្ចឹងមើលថាតើប្រេងប្រាំងហើយនឹងទឹកស្អំហ្នឹងតើគុណភាពរបស់វាហ្នឹងនៅយ៉ាងណាដែរនៅល្អឬក៏ដល់ពេលដែលត្រូវធ្វើការផ្លាស់ប្ដូរជាក់ស្ដែងប្រេងប្រាំងខ្ញុំបានធ្វើការបដូរហើយមួយឆ្នាំហើយចំពោះនេះវិញចំពោះទឹកស្អំវិញគឺវាមកជាមួយនឹងឡានស្រាប់អញ្ចឹងខ្ញុំអត់បានធ្វើការផ្លាស់ប្ដូរទេអញ្ចឹងខ្ញុំត្រូវធ្វើការវាស់មើលឡើងវិញថាតើគុណភាពរបស់វាយ៉ាងណាដែរអញ្ចឹងខ្ញុំមានឧបករណ៍តេស្តទឹកស្អំរបស់ខ្ញុំអានេះធូរទេអញ្ចឹងខ្ញុំបើកគម្របទឹកស្អំអញ្ចឹងហើយខ្ញុំធ្វើការវាស់មើលវាគេចឹងសុំដងទៀតអូខេគេចឹងខ្ញុំមើលទៅលើទឹកស្អំរបស់ខ្ញុំចឹងបើតាមតនិចនេះ boiling point របស់វានៅ131អង្សានោះចឹងវានៅល្អទេហើយចំណុចកករបស់វាវិញក៏វាដក43ដែរអូខេចឹងទឹកស្អំនេះគឺនៅល្អហើយបើខ្ញុំស្ទាបមើលវិញក៏វានៅជាតិរំអិលនឹងច្រើនដែរចឹងជាតិរំអិលគឺច្រើននៅច្រើនចឹងមិញខ្ញុំវាស់ទៅឃើញ131កម្រិតកម្ពស់វាហើយកម្រិតករបស់វាបានដកដល់43ដែរ43អូខេអញ្ចឹងខ្ញុំនឹងធ្វើការគ្របវាចូលវិញអូខេឬមួយទៀតអ្នកគ្នាអាចលូកដៃស្ទាបមើលក៏បានដែរថាវានៅជាតិរំអិលដែរអត់ចឹងណាបើសិនជាវាអស់គុណភាពហើយវាលេងសូវរអិលហើយនេះគាត់ស្ទាបមកដូចប្រេងហ្នឹងដូចប្រេងប្រាំងចឹងល្អិលតែគ្រាន់តែវាអត់ក្តៅដូចប្រេងប្រាំងគេអញ្ចឹងឥឡូវខ្ញុំធ្វើការតេស្តទៅលើប្រេងប្រាំងវិញម្ដងខ្ញុំមានធ្វើការប៊ិចប្រាំងនេះខ្ញុំធ្វើការតេស្តចឹងចុចមើលថាប៊ិចនឹងដើរអត់ចឹងខ្ញុំដាក់ចូលហើយចុចគេចឹងប្រេងប្រាំងគឺឡើងដល់ 1% ហើយក្នុងរយៈពេល1ឆ្នាំដែលខ្ញុំបានប្រើអញ្ចឹងខ្ញុំប្រើជាមួយនឹង .4 អញ្ចឹង.4 ចាប់ពីវាអាចប្រើបាន1ឆ្នាំទៅ2ឆ្នាំគឺអ្នកគ្នាអាចនឹងត្រូវធ្វើការតេស្តព្រោះថា .4 គឺអាយុកាលនៃការប្រើប្រាស់របស់វាហ្នឹងគឺវាតិចជាង .3 អញ្ចឹងហើយបានខ្ញុំធ្វើវីដេអូមួយលើកមុនបង្ហាញអ្នកគ្នាហ្នឹងថាអ្នកគ្នាប្រើត្រឹមតែ .3 ទៅគឺបានហើយគឺល្អហើយបាច់ចាំដល់ .4 អីទេព្រោះ .4 វាងាយក្នុងការឆាប់ខូចអាយុកាលហើយវាអាយុកាលរបស់វាខ្លីអញ្ចឹងឆាប់ដល់ពេលដែលអ្នកគ្នាត្រូវការផ្លាស់ប្ដូរប្រាំងអញ្ចឹងផ្លាស់ប្ដូរប្រេងប្រាំងអញ្ចឹងវាងាយក្នុងការធ្វើឲ្យអ្នកទាំងអស់គ្នាហ្នឹងអូខេធ្វើឲ្យអ្នកទាំងអស់គ្នាហ្នឹងចំណាយលុយញឹកញាប់ជាងអ្នកគ្នាប្រើប្រាស់ជាមួយនឹង .3 អូខេអញ្ចឹងខ្ញុំចុចបិទហើយខ្ញុំចុចវាស់ម្ដងទៀតអូខេគឺដែលអ្នកគ្នាឃើញអញ្ចឹងវាឡើង 1% នេះអូខេអញ្ចឹងបើសិនជាក្រោម 2% មកគឺអ្នកគ្នាអាចនៅប្រើបានប្រេងប្រាំងហ្នឹងប៉ុន្តែខ្ញុំនឹងអាចនឹងព្យាយាមរកប្រេងប្រាំងធ្វើការផ្លាស់ប្ដូរអស់ហើយឬក៏អាចថាទុកបន្តិចទៀតចាំខ្ញុំនឹងធ្វើការផ្លាស់ប្ដូរប្រេងប្រាំងហើយដោយសារតែខ្ញុំអាចធ្វើការផ្លាស់ប្ដូរប្រេងប្រាំងបានដោយខ្លួនឯងអញ្ចឹងហើយខ្ញុំអត់ទៅបារម្ភអីទេអញ្ចឹងខ្ញុំចង់ប្រើ .4 ឬក៏ .3 ក៏បានដែរខ្ញុំទិញអស់តែ$10ទៅ$15ខ្ញុំអាចធ្វើការផ្លាស់ប្ដូរប្រេងប្រាំងបានដោយខ្លួនឯងតែម្ដងអូខេអញ្ចឹងដូចដែលអ្នកគ្នាឃើញមុនអញ្ចឹងប្រេងប្រាំងរបស់ខ្ញុំគឺវាឡើងដល់ 1% ឯង
ដែលប្រភេទប្រេងប្រាំងដែលខ្ញុំដូរលើកមុនគឺខ្ញុំដូរខ្លួនឯង .4 អញ្ចឹងក្រោយពីមួយឆ្នាំមកឃើញថាភាគរយរបស់វាឡើងដល់ 1% ដែលខ្ញុំទិញមកដំបូងប្ដូរដំបូងគឺវាស់ទៅឃើញ 0% អញ្ចឹងអានេះអាចនឹងឆ្នាំក្រោយខ្ញុំនឹងធ្វើការផ្លាស់ប្ដូរចេញហើយអូខេហើយទឹកស្អំរបស់ខ្ញុំវិញខ្ញុំវាស់មិញឃើញថាទឹកស្អំរបស់ខ្ញុំគឺនៅចំណុចរំពុះរបស់វាបានរហូតទៅដល់131អង្សាសេគេហើយចំណុចកករបស់វាវិញបានរហូតដល់43អង្សាសេដែរគេអញ្ចឹងទឹកស្អំនឹងអាចប្រើប្រាស់បានប្រេងប្រាំងក៏នៅអាចប្រើប្រាស់បានប៉ុន្តែដល់ចំណុចមួយដែលយើងត្រូវធ្វើការតេស្តឲ្យបានញឹកញាប់អាចនឹងថា6ខែក្រោយខ្ញុំធ្វើការតេស្តម្ដងទៀតបើសិនជានៅ1%ដដែលអាចនឹង6ខែទៀតខ្ញុំធ្វើការតេស្តទៀតដើម្បីកុំឲ្យវាឡើងលើសពី2%ដែលវាងាយធ្វើឲ្យគុណភាពទៅលើដុំ AFS របស់យើងហ្នឹងវាចុះខ្សោយទៅតាមប្រេងប្រាំងនឹងផងដែរអញ្ចឹងបើប្រេងប្រាំងនៅល្អក៏វាដំណើរការល្អទៅតាមហ្នឹងអូខេអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេហើយខ្ញុំសង្ឃឹមថាអ្នកគ្នាចេះថែទាំចេះប្រើប្រាស់ចេះវាស់ទៅលើប្រេងប្រាំងឬក៏ប្រេងទឹកស្អំអីហ្នឹងគឺអ្នកគ្នាអាចចេះធ្វើដោយខ្លួនឯងក្នុងន័យសំចៃអូខេអញ្ចឹងនៅក្នុងវីដេអូរបស់ខ្ញុំហ្នឹងគឺខ្ញុំមានតែប៉ុណ្្នឹងទេជួបគ្នាជាមួយនឹងខ្ញុំនៅវីដេអូក្រោយៗទៀត